ពួកឯងទាំងពីរនៅចាំផ្ទះម៉ែនឹងបងស្រីឯងនាំគ្នាទៅកំដរលោកយាយនៅឯពេទ្យម៉ែខ្ញុំទៅមើលយាយដែរណាម៉ែចាំពេលក្រោយឯងជាកូនប្រុសត្រូវមានភាពរឹងប៉ឹងនៅក្នុងផ្ទះតោះយើងពុកហាត់ចាំយូរហើយចាំម៉ែបងតាហើយណាខ្លួនហើយម៉ែមិនអីទេម៉ែឈឺត្រង់ណាខ្លះម៉ែឈឺត្រង់នេះអូពេទ្យថាមួយអាទិត្យទៀតអាចកាត់ធ្នេបានហើយម៉ែរួចផុតពីគ្រោះថ្នាក់ហើយណាម៉ែប៉ាត់មែនហើយយីសម្រាប់សិនទៅណាម៉ែពិសាក្រូចណាម៉ែចាំខ្ញុំច្បាច់ឲ្យម៉ែពិសាឲ្យឆាប់មានកម្លាំងនិងអាចឆាប់បានត្រឡប់ទៅផ្ទះយើងវិញប៉ាត់មែនហើយជីពិសាឲ្យឆាប់មានកម្លាំងលោកយាយឆាប់ជាណាយាយដឹងទេអង្កលនឹងស៊ីណាកំពុងតែចាំយាយនៅឯផ្ទះលោកយាយឆាប់ជាណាលោកយាយគួរឲ្យស្រឡាញ់ណាចាំស្រឡាញ់យាយឡើងទៅខាងលើមុនបងសិនទៅបងមានការទៅខាងក្នុងផ្លែតសិនហើយចុះបងឯងមានការអីជាមួយអ្នកណានៅកន្លែងនេះឬក៏កុំនិយាយឈួនគ្មានឆ្លាតទៅណាសម្ដែងការស្និទ្ធស្នាលនឹងគាត់តែកុំប្រពេចប្រប៉ោចនឹងគាត់ឲ្យសោះទេទៅម្សិលមិញខ្ញុំមិនទាន់បានអរគុណបងផងបងក៏ទៅបាត់មិនអីទេយ៉ាងមីងគាត់យ៉ាងម៉េចទៅហើយគាត់ដឹងខ្លួនហើយពូមុននេះគាត់សង្ងំសម្រានតែគាត់ធ្ងន់ថាឈឺមិញនេះវាហើយអញ្ចឹងអ្នកណាក៏ឈឺដូចគ្នាដែរតែបន្តិចទៀតបានស្រួលហើយអូនិយាយអញ្ចឹងចុះថ្លៃពេទ្យគ្រប់ទេយ៉ាងម្នាក់បង
រឿងលុយកាក់បងកុំនិយាយខ្លាចម៉ែគាត់ឮគាត់ពិបាកចិត្តរឿងថ្លៃពេទ្យខ្ញុំមានលុយគ្រប់ហើយតែត្រូវប្រមូលដើមអស់ទុនថ្លៃទិញបន្លែហើយយ៉ានកុំបារម្ភអីចាំខ្ញុំឲ្យដើមរកស៊ីបន្តទៀតតែខ្ញុំខ្លាចចិត្តបងខ្ញុំមិនចង់ឲ្យបងរវល់លំបាកនឹងគ្រួសារខ្ញុំច្រើនទេព្រោះតាំងពីបងឈានជើងចូលផ្ទះខ្ញុំបងរវល់លំបាកច្រើនណាស់មកហើយយ៉ានមិនអីទេអញ្ចឹងយើងរាប់អានគ្នាតោះតែយើងចេះជួយគ្នាជួយអូនសើក្បោចាស់ហេតុអីក៏បងចាប់អារម្មណ៍ពីគេម្ល៉េះបងឃើញសភាពរបស់ពួកគេបងនឹកដល់លោកជីនឹកដល់អ្នកម៉ាក់បើសិនជាពួកគាត់នៅរស់គាត់មិនដឹងជាភ័យព្រួយចំពោះបងប៉ុណ្ណាទេកាពិតខ្ញុំបារម្ភពីបងណាប៉ុន្តែធ្វើម៉េចបើគៀកថ្ងៃប្រឡងហើយកុំរីអ៊ីបងចង់និយាយថាការរស់នៅជួបជុំគ្នាវាកក់ក្ដៅទោះបីជាយើងក្រលំបាកក៏យើងសប្បាយចិត្តដែរនិយាយអញ្ចឹងឯណាសំខាន់មិញគាត់ជន់ខ្ញុំបានតាបងប៉ុន្តែដូចជារវល់ស្អីទេតំណងបែបទិញបារីអូនិយាយអញ្ចឹងពូក្រាញ់ពូថ្ងៃមុនដឹងពីដំណឹងពុកខ្ញុំមិនតាន់បាននិយាយផងទទួលយាយឈឺឥឡូវពូអាចប្រាប់ខ្ញុំបានទេមិនឲ្យបងបានដំណឹងពីពុកវាហ៎យកល្អចាំលោកយាយជាទៅផ្ទះវិញសិនទៅពេលនេះគួរតែគិតគូរពីលោកយាយវិញអញ្ចឹងក៏បានចាំថ្ងៃក្រោយក៏បានម៉ែអញ្ចឹងយើងប្រញាប់ទៅមើលយាយទៅវវគាត់បំរាស់ខ្ចាយស្បង់ឈាមផងណាម៉ែតោះបន្ទប់លេខ 7មួយរយៈនេះគេមានបង្ករឿងឯងទេអត់ទេបងមករយៈបងសម្រាប់នៅមន្ទីរពេទ្យនេះខ្ញុំសង្កេតឃើញគាត់ខំប្រឹងធ្វើការតាបងនិយាយអញ្ចឹងរបបបងយ៉ាងម៉េចហើយប៉ះអញ្ចឹងឈឺណាស់មិនឲ្យបងនិយាយអញ្ចឹងម៉ូតូដែលជិះបុកឡានបងរបួសឬក៏ស្លាប់ពួកគេនឹងអត់អីទេស្រាលជាងបងទេគ្រោះថ្នាក់ចរាចរណ៍តាមពិតវាខុសបន្តិចម្នាក់តោះតែយើងអត់អន់ឲ្យគ្នាទើបរឿងធំវាខ្លាចទៅជារឿងតូចឯរឿងតូចវាខ្លាចទៅជាអត់រឿងណែបងមិនចេះប្រកាន់ទើបបងប្រុសរបស់អូនហ្នឹងធ្វើការឲ្យបងបានប៉ិតមែនហើយបងប្អូនសូមអរគុណបងជំនួសគាត់កាត់តែបងសំខាន់មិនដឹងជាកាត់ទៅរកអ្នកណាទេមួយថ្ងៃកាត់តែពីបង្ករឿងដល់ពេលអញ្ចឹងខ្ញុំដូចជាពិបាកចិត្តដល់ឲ្យបងប្អូនកុំគិតច្រើនយើងនាំគ្នាពុតគេម្ដងបន្តិចបងជឿជាក់ថាអំពើល្អនឹងពេលវេលាអាចកាយគេបានថ្មីបើពួកឯងជាបងប្អូនចំនួនមួយរបស់បងតែតាំងពីពុំដែររបស់យើងស្លាប់មកបងចាត់ទុកពួកឯងដូចជាបងប្អូនកានអញ្ចឹងព្រោះបងគ្មាននរណាទៀតទេហេតុនេះហើយយើងត្រូវចេះស្រឡាញ់គ្នាត្រូវចេះអន់ឲ្យគ្នាតើតើយើងខ្លាយទៅជាកម្មាកំព្រាទើបយើងដឹងថាជីវិតនៃការរស់នៅជួបជុំគ្នាវាមានតម្លៃយ៉ាងណាអ្នកទាំងអស់គ្នាចាំស្ដាប់
អ្នកគ្រូនឹងអានឲ្យស្ដាប់ថ្ងៃនេះយើងរៀនពីវិទ្យាសាស្ត្រនិងសិលធម៌ការរស់នៅរបស់មនុស្សក្នុងសង្គមមនុស្សបានស្វែងរកការរីកចម្រើនលូតលាស់សម្រាប់សេចក្តីត្រូវការរបស់ខ្លួនកែអ្នកគ្រូនៅចិត្តនេះមកឯងដេកអញ្ចឹងទន្ទឹមនឹងការស្វែងរកសេចក្តីសុខរបស់ខ្លួនមនុស្សតែងស្វែងរកតម្លៃនិងសិលធម៌និងខិតខំបង្កើតវិទ្យាសាស្ត្រផងវិទ្យាសាស្ត្រដឹកនាំមនុស្សឲ្យស្រឡាញ់សច្ច